ថ្ងៃដែលកូនកើតចេញពីផ្ទៃរបស់ម៉ែគឺជាថ្ងៃដែលម៉ែទទួលរងនូវទារុណកម្មយ៉ាងធ្ងន់ក្រៃលែងជាថ្ងៃនៃសេចក្តីទុក្ខដ៏ធំរបស់ម៉ែនិងជាថ្ងៃដែលជីវិតរបស់ម៉ែស្ថិតនៅក្បែរមាត់នៃមច្ចរាជម៉ែខំបំរះនៅនាលនៅលើគ្រែខ្លួនប្រាណរបស់ម៉ែជក់ញ័រចម្ប្រប់ដោយការឈឺចាប់ផ្ទៃមុខម៉ែស្លេកស្លាំងទាំងអស់ស្ទើរតែគ្មានឈាមមួយដំណក់ទឹកភ្នែករបស់ម៉ែស្រក់ហូរមកបណ្ដាច់ម៉ែយំស្រែកគួរឲ្យរន្ធត់យ៉ាងក្រៃលែងព្រោះម៉ែឈឺណាស់ឈឺខ្លាំងឥតឧបមាឈឺរកអ្វីប្រៀបពុំបានពេលដែលម៉ែកំពុងឈឺខ្លាំងម៉ែគ្មានសង្ឃឹមឡើយថាជីវិតរបស់ម៉ែបានរស់ឃើញមុខកូនព្រោះម៉ែគ្មានកម្លាំងតតាំងជាមួយនឹងការឈឺចាប់នោះទេតែទោះជាយ៉ាងណាក៏ដោយក៏ម៉ែនៅតែព្យាយាមប្រឹងប្រែងទប់ទល់ជាមួយនឹងមច្ចរាជដើម្បីជួយចម្លងកូនឲ្យផុតពីសមុទ្រគ្រោះថ្នាក់នេះដែរម៉ែបែកញើសពេញខ្លួនដោយសារតែម៉ែខំប្រឹងអត់ធ្មត់នឹងការឈឺចាប់ព្រោះម៉ែចង់ឃើញមុខកូនចង់ចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នមការពារកូននៅផ្ទាល់ដៃរបស់ម៉ែទោះបីជាម៉ែរងនឹងការឈឺចាប់ក្នុងថ្ងៃដែលកូនប្រសូតចេញចាក់ផ្ទៃក៏ដោយក៏ម៉ែមិនដែលស្អប់កូនដែលធ្វើឲ្យម៉ែឈឺចាប់ឡើយក្នុងចិត្តរបស់ម៉ែមានមេត្តាចំពោះកូនជានិច្ចតើមានអ្នកណាទៅដែលល្អជាងម៉ែមានអ្នកណាទៅដែលស្រឡាញ់កូនជាងម៉ែគឺគ្មានសោះឡើយមានតែម៉ែម្នាក់ប៉ុណ្ណោះដែលព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនព្រមលះបង់គ្រប់បែបយ៉ាងដោយហើយទៅសូម្បីតែជីវិតក៏ម៉ែហ៊ានលះបង់ដើម្បីកូនដែរជីវិតរបស់ម៉ែស្លាប់ក៏ស្លាប់ទៅចុះឲ្យតែជីវិតរបស់កូនបានរស់រានមានជីវិតក្នុងโลกប៉ុណ្ណឹងម៉ែសប្បាយចិត្តណាស់ព្រោះកូនគឺជាវត្ថុដ៏មានតម្លៃដែលម៉ែស្រឡាញ់ជាងដួងជីវិតរបស់ម៉ែទៅទៀតម៉ែឈឺសែនឈឺជីវិតខ្លោចផ្សាយ៉ាងណាក៏ដោយតែពេលដែលម៉ែបានឃើញមុខកូនដែលទើបតែកើតចេញចាក់ផ្ទៃរបស់ម៉ែការឈឺចុកចាប់ដែលម៉ែមានកន្លងមកត្រូវរលាយសូន្យដោយសារតែម៉ែបានឃើញកូននឹងមានជីវិតម៉ែខំប្រឹងញញឹមទៅរកកូនទាំងភ័ក្រស្លេកស្លាំងម៉ែស្រវាអោបកូនឲ្យបើកដោះដោយក្តីស្រឡាញ់ពេញចិត្តយ៉ាងក្រៃលែងសេចក្តីទុក្ខចំបែករបស់ម៉ែត្រូវបាត់បង់អស់បន្សល់ទុកតែភាពញញឹមស្រស់ស្រាយសប្បាយរីករាយពេញក្នុងដួងហឫទ័យព្រោះកូនម៉ែបានឆ្លងផុតគ្រោះថ្នាក់ដោយសុវត្ថិភាពម៉ែសែនចុកផ្សារអរ៉ាអួរក្តៅថ្ងៃដែលពៀពៅប្រសូតចាក់ផ្ទៃខ្លួនប្រាណម៉ែឈឺស្ពឹកអស់ជើងដៃអោបត់ថ្លំថ្លៃប្រុសស្រីដឹងទេម៉ែញ័រចម្ប្រប់ថប់ពេញដើមទ្រូងស្ទើរគាំងបេះដូងហើយណាមីមេម៉ែគ្មានសង្ឃឹមថាបានរស់ទេអោបត់មីស្នេហ៍ម៉ែឈឺខ្លាំងណាស់ម៉ែយំធ្ងុញធ្ងរអាសូរពន់ពេកម៉ែស្រក់ទឹកភ្នែកស្រែករើបំរាស់ក្នុងចិត្តម៉ែព្រួយខ្លាចម៉ែប្រត់ប្រាស់ព្រោះមិននឹងច្បាស់ភ័ក្រកូនយ៉ាងណាសន្លប់ទូនខ្លួនប្រាណលះលហៃម៉ែស្ទើរសង្ស័យចោលទ្វីបលោកាម៉ែប្រឹងអត់ធ្មត់ទាំងស្លុតចិន្តាព្រោះម៉ែប្រាថ្នាចង់ឃើញមុខកូនម៉ែបានឆ្លងកាត់ផុតពីមរណាម៉ែដៀងនេត្រារកមើលបុតស្ងួនការឈឺក្នុងប្រាណបានរលាយសូន្យព្រោះម៉ែឃើញកូននឹងមានជីវិតម៉ែប្រឹងញញឹមទៅរកបុតថ្លៃក្នុងចិត្តអភ័យលែងព្រួយលែងគិតម៉ែលើកកូនអោបថ្នមលោមប្រណិតម៉ែសប្បាយចិត្តណាស់ថ្លៃត្រានត្រើយម៉ែប្រឹងបីបមថ្នមឲ្យបើកដោះម៉ែសែនស្រណោះកូនឥតលហែលហើយការឈឺចុកចាប់ម៉ែឆាប់ធូរស្បើយព្រោះកូននេះហើយតែរំសាយទុក្ខថ្ងៃដែលយើងប្រសូតចាក់ផ្ទៃរបស់ម៉ែគឺជាថ្ងៃដែលជីវិតរបស់ម៉ែស្ទើរតែរលត់ផុតលោកាជាថ្ងៃដែលយើងជាកូនត្រូវតែចងចាំទុកក្នុងចិត្តជានិច្ចគ្រប់ពេលវេលា